ក្រោយសោកនារកម្មដ៏រន្ធត់មួយនៅប្រទេសថៃមានពាក្យចចាមអារាមនឹងការសន្និដ្ឋានជាច្រើនបានរីកសាយពេញបណ្ដាញសង្គមសូម្បីតែប្រជាជនថៃខ្លះមួយចំនួនបាននិយាយថាព្រលឹងដូនតាខ្មែរកំពុងផ្ញើសារព្រមានដ៏ធំមួយដោយអំណាចបារមីដេកជះខឹងសម្បាបបញ្ចេញកំហឹងទៅកាន់ព្រះសង្ឃដែលចូលខ្លួនទៅជ្រៀតជ្រែកនឹងរឿងចំនួនព្រំដែនអ្នកខ្លះទៀតជឿថាមានអំណាចអាចកំបាំងអរូបីខ្មៅងងឹតបានគ្រប់គ្រងស្មារតីចូលសន្ធិដ្ឋក្មេងប្រុសម្នាក់នេះហើយពិតប្រាកដណាស់បងប្អូនតាមរបាយការណ៍អ្នកស៊ើបអង្កេតបានលើកឡើងថាព្រះសង្ឃខ្លះធ្លាប់មានអតីតជាទាហានជួរមុខដែលមានអំនួតអួតក្អេងក្អាងនៅទំនាក់ទំនងនឹងចំនួនព្រំដែនរវាងកម្ពុជាថៃប៉ុន្តែតើរឿងទាំងនេះមានផុសតាំងពិតប្រាកដដែរឬទេឬវាគ្រាន់តែជាពាក្យនិទានពីមាត់មួយទៅមាត់មួយនឹងជំនឿដែលកើតឡើងក្រោយសោកនាដកម្មក្នុងវីដេអូនេះយើងនឹងទៅពិនិត្យទាំងហេតុការណ៍ដែលប៉ូលីសបានប្រមូលទិន្នន័យសក្ខីកម្មនិងជំវិញកើតហេតុនិងពាក្យចចាមអារាមដែលបានរីកសាយដើម្បីឲ្យបងប្អូនទាំងអស់គ្នាសម្រេចដោយខ្លួនឯងថាតើអ្វីជាការពិតហើយអ្វីគ្រាន់តែជាជំនឿអរូបីខ្ញុំនឹងបែងចែកទៅជា4ជំពូកជំពូកទី4គឺជាជំពូកដែលរន្ធត់តាក់ទងដួងព្រលឹងបារមីអបិយជំនឿខាងផ្លូវងងឹតដែលអ្នកស្រុកអ្នកភូមិនៅទីនោះគេជឿដើម្បីយកមកឲ្យបងប្អូនពិចារណាដោយបញ្ញាញាណសម្រាប់ចិត្តដោយខ្លួនឯងថាតើពិតឬមិនពិតលើរឿងអបិយជំនឿក្នុងករណីសោកនាដកម្មមួយនេះប៉ុន្តែមុននឹងចូលទៅកាន់សាច់រឿងទាំងមូលកុំភ្លេចចុច Like Subscribe និងបើកសញ្ញារូបកណ្ដឹងដើម្បីកុំឲ្យខកខានរឿងក្តីពិតដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀតហើយជំពូកទី1ព្រឹកថ្ងៃនោះចាប់ផ្ដើមដូចជាព្រឹកធម្មតាមួយនៅជនបទនៃប្រទេសថៃអ្នកភូមិខ្លះកំពុងរៀបចំអាហារខ្លះទៀតឈររងចាំទទួលក្បួនធម្មយាត្រារបស់ព្រះសង្ឃដែលគ្រោងនឹងឆ្លងកាត់នៅតំបន់នោះនៅក្នុងក្បួនមានព្រះសង្ឃចំនួន34អង្គនិងគ្រហស្ថ5នាក់ពួកគេកំពុងដើរយ៉ាងស្ងប់ស្ងាត់ជាជួរតាមដងផ្លូវសម្លេងសូត្រធម៌បន្លឺឡើងស្រាលៗបង្កើតបរិយាកាសដែលពោរពេញដោយភាពស្ងប់ស្ងាត់និងការគោរពពីប្រជាពលរដ្ឋដែលឈរនៅអមផ្លូវគ្មាននរណាម្នាក់នៅពេលនោះអាចស្រមៃបានថាព្រឹកដែលមើលទៅសាមញ្ញមួយនេះនឹងคล้ายទៅជាថ្ងៃដែលមនុស្សជាច្រើនចងចាំដោយក្តីឈឺចាប់ស្របពេលនោះនៅម្ខាងទៀតនៃតំបន់ក្មេងប្រុសអាយុត្រឹម11ឆ្នាំម្នាក់បានបើកបររថយន្តចេញពីផ្ទះតាមព័ត៌មានដែលត្រូវបានរាយការណ៍ក្មេងប្រុសម្នាក់បានបើកបរបន្តអស់ប្រហែល10គីឡូម៉ែត្រមុនពេលហេតុការណ៍ដ៏រន្ធត់កើតឡើងនៅក្នុងរយៈពេលនោះផងដែរគ្មាននរណាម្នាក់នឹកស្មានថារថយន្តនោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់កន្លែងដែលក្បួនធម្មយាត្រាកំពុងដើរនោះទេបន្ទាប់ពីសោកនាដកម្មនេះកើតឡើងមនុស្សជាច្រើនបានត្រឡប់មករំលឹកប្រាប់ពីអារម្មណ៍នៅព្រឹកនោះអ្នកខ្លះនិយាយថាពួកគេមានអារម្មណ៍ចម្លែកមុនកើតហេតុអ្នកខ្លះទៀតអះអាងថាពួកគេមានប្រធ្នូខ្សឹបរន្ធត់នឹងការបកស្រាយផ្សេងអំពីមូលហេតុនៃហេតុការណ៍ទោះជាយ៉ាងណាការលើកឡើងទៅនោះមិនមែនជាផុសតាំងដែលអាចបញ្ជាក់ពីមូលហេតុពិតបានឡើយនៅពេលនោះអ្វីដែលអាចបញ្ជាក់បានគឺក្បួនធម្មយាត្រាកំពុងបន្តដំណើររបស់ខ្លួនដោយសន្តិភាពខណៈរថយន្តមួយគ្រឿងកំពុងខិតជិតមកដោយគ្មាននរណាម្នាក់ដឹងថាប្រមាណវិនាទីបន្ទាប់សោកនាដកម្មដ៏ធំមួយនឹងកើតឡើងហើយចំពោះទី2យើងនឹងត្រឡប់ទៅកាន់វិនាទីដែលអ្វីៗបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីបើកបរចេញពីផ្ទះបានប្រហែល10គីឡូម៉ែត្រព្រឹត្តិការណ៍ដែលគ្មាននរណាម្នាក់នឹកស្មានដល់បានចាប់ផ្ដើមកើតឡើងនៅលើតាមដងផ្លូវក្បួនធម្មយាត្រារបស់ព្រះសង្ឃនៅតែបន្តដំណើរដោយស្ងប់ស្ងាត់ព្រះសង្ឃនិងគ្រហស្ថដែលដើររួមក្បួនមិនបានដឹងថាពីខាងមុខមានរថយន្តមួយគ្រឿងកំពុងខិតមកជិតមកក្នុងល្បឿនលឿនដែលមិនអាចគ្រប់គ្រងបានតាមព័ត៌មានដែលត្រូវបានរាយការណ៍ក្មេងប្រុសដែលកំពុងបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តក្នុងរយៈពេលតែប្រមាណវិនាទីរថយន្តបានវេចង្កូតហើយបុកចូលក្បួនធម្មយាត្រាពីខាងមុខយ៉ាងពេញទំហឹងដោយអ្វីដែលបងប្អូនបានឃើញកន្លងមកអញ្ចឹងសំឡេងហ្វ្រាំងបានលាន់ឮយ៉ាងខ្លាំងបន្ទាប់ពីសំឡេងបុកដ៏កក្រើកភាពស្ងប់ស្ងាត់ដែលមានត្រឹមមុននោះត្រូវជំនួសដោយសំឡេងយំស្រែកសំឡេងមនុស្សសុំជំនួយនិងភាពចលាចលពេញដងផ្លូវអ្នកដែលនៅកន្លែងកើតហេតុបានរត់ចូលទៅជួយជនរងគ្រោះភ្លាមមានអ្នកខ្លះហៅទូរស័ព្ទសង្គ្រោះបន្ទាន់ខណៈអ្នកខ្លះទៀតព្យាយាមជួយអ្នករងរបួសតាមសមត្ថភាពក្រុមសង្គ្រោះនិងប៉ូលីសបានទៅដល់កន្លែងកើតហេតុក្នុងរយៈពេលបន្ទាប់ផ្លូវត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីឲ្យមន្ត្រីជួយជនរងគ្រោះនិងចាប់ផ្ដើមប្រមូលភស្តុតាងយោងតាមព័ត៌មានត្រូវបានរាយការណ៍នៅក្នុងក្បួនធម្មយាត្រានោះមានព្រះសង្ឃ34អង្គនិងគ្រហស្ថ5នាក់គ្រោះថ្នាក់នេះបណ្ដាលឲ្យព្រះសង្ឃ8អង្គសគត់នៅកន្លែងកើតហេតុភ្លាមខណៈព្រះសង្ឃមួយចំនួនទៀតត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយមានអង្គខ្លះបានសគត់ជាបន្តបន្ទាប់នៅឯមន្ទីរពេទ្យព័ត៌មាននេះបានធ្វើឲ្យមនុស្សជាច្រើនទូទាំងប្រទេសថៃមានការភ្ញាក់ផ្អើលនិងសោកស្ដាយយ៉ាងខ្លាំងរូបភាពនិងវីដេអូពីកន្លែងកើតហេតុបានចាប់ផ្ដើមផ្សព្វផ្សាយលើបណ្ដាញសង្គមហើយមនុស្សជាច្រើនបានចូលរួមសម្ដែងការរំលែកទុក្ខចំពោះជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេទន្ទឹមនឹងការសោកស្ដាយសំណួរជាច្រើនក៏បានកើតឡើងផងដែរតើហេតុអ្វីបានជាក្មេងអាយុត្រឹម11ឆ្នាំអាចបើកបររថយន្តបាន
តើមានអ្វីកើតឡើងក្នុងពេលប្រមាណនាទីមុនពេលបាត់បង់ការគ្រប់គ្រងតើមានកត្តាអ្វីខ្លះដែលនាំឲ្យសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះកើតឡើងសំណួរទាំងនេះបានក្លាយជាចំណុចសំខាន់នៃការស៊ើបអង្កេតមន្ត្រីចាប់ផ្ដើមពិនិត្យស្ថានភាពរថយន្តសាកសួរសាក្សីប្រមូលវីដេអូពីកាមេរ៉ាសុវត្ថិភាពនិងភស្តុតាងផ្សេងៗដើម្បីស្វែងរកអ្វីដែលបានកើតឡើងពិតប្រាកដប៉ុន្តែក្នុងរយៈពេលនោះផងដែរនៅលើបណ្ដាញសង្គមនិងក្នុងសហគមន៍មួយចំនួនពាក្យចចាមអារាមនិងការបកស្រាយផ្សេងៗក៏ចាប់ផ្ដើមរីកសាយអ្នកខ្លះព្យាយាមស្វែងរកចម្លើយតាមភស្តុតាងខណៈអ្នកខ្លះទៀតបកស្រាយហេតុការណ៍នេះតាមជំនឿនិងរឿងអបិយជំនឿក្នុងតំបន់តើការស៊ើបអង្កេតបានរកឃើញអ្វីខ្លះហើយតើពាក្យចចាមអារាមទាំងនោះមានចំណុចណាដែលស្របឬផ្ទុយពីភស្តុតាងជំពូកទី3គឺនិយាយអំពីសាក្សីនិងការស៊ើបអង្កេតមុននឹងទៅជំពូកទី4ដែលតកតទៅនឹងហេតុការណ៍រន្ធត់តកតទៅនឹងអបិយជំនឿបារមីដែលដួងវិញ្ញាណក្ខន្ធពពាបរោះខ្មែរយើងទៅកាច់បំបាក់កជនឈ្លានពានទាំងនោះបន្ទាប់ពីក្រុមសង្គ្រោះបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកន្លែងកើតហេតុត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីឲ្យក្រុមប៉ូលីសនិងអ្នកជំនាញផ្នែកកសោបច្ច័យចុះពិនិត្យយ៉ាងលម្អិតរាល់ស្នាមដានលើផ្លូវត្រូវបានថតរូបនិងវាស់វែងស្នាមប្រាំងទីតាំងរថយន្តនិងទីតាំងជនរងគ្រោះត្រូវបានកត់ត្រាទុកដើម្បីបង្កើតលំដាប់ប្រតិបត្តិការឲ្យបានច្បាស់លាស់តាមភស្តុតាងសាក្សីនៅកន្លែងកើតហេតុត្រូវបានសាកសួរម្នាក់ម្ដងអ្នកខ្លះបាននិយាយថាពួកគេបានលើសំឡេងម៉ាស៊ីនរថយន្តខិតមកជិតយ៉ាងលឿនមុនពេលមានសំឡេងបុកយ៉ាងខ្លាំងអ្នកខ្លះទៀតរៀបរាប់ថាអ្វីៗកើតឡើងលឿនពេករហូតមិនមានពេលបដកម្មក្នុងពេលជាមួយគ្នានោះមន្ត្រីក៏បានពិនិត្យរថយន្តដែលជួបគ្រោះថ្នាក់ដើម្បីរកមើលថាតើមានបញ្ហាបច្ចេកទេសណាមួយដែរឬទេពួកគេក៏បានប្រមូលវីដេអូពីកាមេរ៉ាសុវត្ថិភាពនិងសាក្សីដែលបានថតហេតុការណ៍ដើម្បីផ្ទៀងផ្ទាត់លំដាប់ពេលវេលាចំណុចមួយដែលធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលគឺអ្នកបើកបរមានអាយុត្រឹមតែ11ឆ្នាំតែប៉ុណ្ណោះសំណួរជាច្រើនបានកើតឡើងភ្លាមតើក្មេងម្នាក់នេះអាចបើកបររថយន្តដោយរបៀបណាតើមានអ្នកណាជាអ្នកអនុញ្ញាតឬមានការធ្វេសប្រហែសពីមនុស្សពេញវ័យដែរឬទេបើយោងតាមច្បាប់របស់ប្រទេសថៃកុមារដែលមានអាយុត្រឹម11ឆ្នាំមិនត្រូវទទួលខុសត្រូវព្រមត្តនដូចមនុស្សពេញវ័យឡើយទោះជាយ៉ាងណាករណីនៅតែត្រូវបានស៊ើបអង្កេតដើម្បីកំណត់ថាតើមានការធ្វេសប្រហែសពីអាណាព្យាបាលឬពាក់ព័ន្ធអ្នកណាដែរឬទេហើយបញ្ហាសំណងផ្នែករដ្ឋប្រវេណីក៏ជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់ផងដែរប៉ុន្តែគណៈការស៊ើបអង្កេតផ្លូវការកំពុងបន្តពិភពអនឡាញបានដើរលឿនជាងការស៊ើបអង្កេតទៅទៀតរូបភាពនិងវីដេអូនិងការបញ្ចេញមតិរាប់ពាន់នាក់បានចាប់ផ្ដើមរីកសាយមនុស្សជាច្រើនព្យាយាមស្វែងរកការបញ្យល់ឲ្យខ្លួនឯងមានទាំងការវិភាគផ្អែកលើភស្តុតាងនិងការសន្និដ្ឋានដែលមិនទាន់មានការបញ្ជាក់អ្នកខ្លះមានការលើកឡើងពីកត្តាផ្លូវចិត្តនិងការគ្រប់គ្រងរថយន្តអ្នកខ្លះសួរអំពីសុវត្ថិភាពលើដងផ្លូវហើយអ្នកខ្លះទៀតចែករំលែកអំពីអបិយជំនឿនិងរឿងដែលពួកគេបានឮតគ្នានៅត្រង់ចំណុចនេះវាជាចំណុចសំខាន់ក្នុងការបែងចែករវាងដែលអ្វីជាភស្តុតាងអ្នកគាំទ្រហើយអ្វីជាការសន្និដ្ឋានឬជំនឿផ្ទាល់ខ្លួនការស៊ើបអង្កេតផ្លូវការផ្អែកលើសាក្សីឯកសារនិងភស្តុតាងចំណែកពាក្យចចាមអារាមនៅលើបណ្ដាញសង្គមមិនមែនសុទ្ធតែអាចផ្ទៀងផ្ទាត់បាននោះទេប៉ុន្តែតើហេតុអ្វីមនុស្សជាច្រើននៅតែព្យាយាមបកស្រាយសោកនាដកម្មនេះតាមរយៈជំនឿនិងរឿងអាត់កំបាំងនៅចំពោះទី4យើងនឹងស្វែងយល់ថាតើពាក្យចចាមអារាមទាំងនោះបានកើតឡើងដោយរបៀបណាហើយហេតុអ្វីវារីកសាយយ៉ាងឆាប់រហ័សបន្ទាប់ពីសោកនាដកម្មនេះចំពោះទី4នេះគឺជាចំពោះដែលសំខាន់ដែលបងប្អូនចង់ដឹងបំផុតបន្ទាប់ពីសោកនាដកម្មដ៏រន្ធត់នេះបានកើតឡើងមិនត្រឹមតែប្រទេសថៃប៉ុណ្ណោះនោះទេដែលកំពុងតាមដានព័ត៌មាននេះប៉ុន្តែនៅលើបណ្ដាញសង្គមក៏មានពាក្យចចាមអារាមជាច្រើនបានរីករាលដាលយ៉ាងឆាប់រហ័សអ្នកខ្លះបកស្រាយថាវាគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយដែលកើតឡើងដោយសារមនុស្សប៉ុន្តែអ្នកខ្លះទៀតមិនបានមើលវាឃើញបែបនោះទេតាមការចែករំលែកលើបណ្ដាញសង្គមនិងការនិយាយតគ្នារបស់មនុស្សមួយចំនួនមានអ្នកជឿថាសោកនាដកម្មនេះអាចមានអត្ថន័យលើសពីគ្រោះថ្នាក់ធម្មតាអ្នកខ្លះបានភ្ជាប់វាទៅនឹងជំនឿអំពីបារមីដួងវិញ្ញាណឬកម្មផលបើយើងក្រឡេកទៅមើលព្រះសង្ឃទុដងទាំង34អង្គនេះវិញគឺសុទ្ធតែសង្ឃដែលឈឺឆ្អាលរឿងចំនួនព្រំដែនថែមទាំងមានការប្រមាថនៅតាមតំបន់ប្រាសាទមួយចំនួនតាមព្រំដែននិងវាយបំផ្លិចបំផ្លាញរូបចម្លាក់របស់ដូនតាខ្មែរដាក់រូបចម្លាក់ជាសញ្ញាតំណាងប្រពៃណីប្រទេសថៃជំនួសវិញហើយថែមទាំងឈូសឆាយធ្វើផ្លូវតាមរបងព្រំដែននេះសពបញ្ជាក់ឃើញថាបារមីដួងវិញ្ញាណក្ខន្ធធំនៅតាមតំបន់ប្រកាន់ខឹងសម្បត្តិទៅកាន់ព្រះសង្ឃដែលឈ្លានពានហើយក្រុមព្រះសង្ឃទាំង44អង្គនេះធ្វើក្បួនធម្មយាត្រាដើម្បីរៃបច្ច័យមកសាងសង់បន្ថែមនៅតាមរបងព្រំដែនដូច្នេះហើយអ្នកដែលជឿលើរឿងអបិយជំនឿផ្លូវងងឹតគឺគេជឿថានេះមិនមែនហេតុការណ៍កើតឡើងដោយចៃដន្យនោះទេគឺចេតនាខាងផ្លូវងងឹតពុតប្រកាសចូលសន្ធិដ្ឋក្មេងប្រុសអាយុ11ឆ្នាំ
បញ្ជាគ្រប់គ្រងអារម្មណ៍មកបុករះយ៉ាងពេញទំហឹងទៅកាន់ប្រសងទាំងនោះទុកជាការប្រមានកុំចិត្តតែហ៊ានឈ្លានពានទឹកដីខ្មែរប្រមាថបន្តទៅទៀតហើយប្រជាជនសៀមនិងប្រជាជនខ្មែរមួយចំនួនមានការយល់ឃើញបែបនេះសម្រាប់អ្នកជឿលើបុណ្យបារមីនៅតាមតំបន់អ្នកខ្លះទៀតបាននិយាយថាវាអាចជាសញ្ញាប្រមានដែលមនុស្សមិនអាចយល់បានទោះជាយ៉ាងណាគ្មានភស្តុតាងពីការស៊ើបអង្កេតផ្លូវការណាមួយដែលបញ្ជាក់ថាកម្លាំងអរូបីឬអំណាចអាចកំបាំងជាមូលហេតុនៃសោកនាដកម្មនេះឡើយការលើកឡើងទាំងនេះគឺសុទ្ធតែការបកស្រាយតាមជំនឿនិងទស្សនៈផ្ទាល់ខ្លួនរបស់មនុស្សតែប៉ុណ្ណោះអ្នកស្រាវជ្រាវផ្នែកសង្គមវិទ្យាជាច្រើនក៏បានលើកឡើងដែរថានៅពេលដែលសោកនាដកម្មធំមនុស្សតែងតែព្យាយាមស្វែងរកអត្ថន័យឬការបញ្យល់ដែលលើសពីអ្វីដែលពួកគេអាចមើលឃើញនេះជាមូលហេតុដែលពាក្យជាចាមរាមនិងជំនឿអាចរីកសាយបានយ៉ាងឆាប់រហ័សជាពិសេសនៅលើបណ្ដាញសង្គមជំនឿបែបនេះមិនមែនទើបតែកើតមាននៅក្នុងប្រទេសថៃឬប្រទេសខ្មែរនោះទេនៅក្នុងវប្បធម៌ជាច្រើនជុំវិញពិភពលោកពេលកើតមានហេតុការណ៍ដ៏រន្ធត់ឬមិននឹកស្មានដល់មនុស្សមួយចំនួនតែងតែភ្ជាប់វាទៅនឹងវិញ្ញាណបារមីឬកម្លាំងដែលមិនអាចមើលឃើញនឹងភ្នែកវាជាផ្នែកមួយនៃជំនឿនិងប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយដូច្នេះយើងគួរតែបែងចែកឲ្យច្បាស់រវាងភស្តុតាងនិងជំនឿភស្តុតាងគឺជាអ្វីដែលអាចស៊ើបអង្កេតនិងផ្ទៀងផ្ទាត់បានចំណែកជំនឿគឺជាអ្វីដែលមនុស្សជឿដោយផ្អែកលើបទពិសោធន៍ទំនៀមទម្លាប់ឬការបកស្រាយផ្ទាល់ខ្លួនដូច្នេះតើអ្នកគិតយ៉ាងណាចំពោះសោកនាដកម្មមួយនេះឬវាគ្រាន់តែជាគ្រោះថ្នាក់ដ៏អាក្រក់មួយដែលកើតឡើងដោយកត្តាមនុស្សឬការដែលមានមនុស្សជាច្រើនបកស្រាយវាតាមជំនឿគ្រាន់តែជាវិធីដែលពួកគេព្យាយាមស្វែងរកអត្ថន័យការបាត់បង់ដ៏ធំមួយចម្លើយនោះគឺប្រហែលជាអ្នកទស្សនាម្នាក់ៗនឹងមានការយល់ឃើញខុសៗគ្នាហើយប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបរឿងក្តីពិតការស៊ើបអង្កេតនិងប្រវត្តិសាស្ត្រអាចកំបាំងតាក់ទងនឹងវិញ្ញាណអីសូមកុំភ្លេចចុច like subscribe បើកសញ្ញារូបកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតបាយបាយ